សោតនេតកម្មភាពតានតឹងនិងការហៅចូលនៃគ្រឿងញៀនរាប់លានគ្រាប់នេះមិនមែនជារឿងប្រឌិតនៅក្នុងខ្សែភាពយន្តនោះទេតែវាគឺជាការពិតដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែននៃប្រទេសថៃទាំងខាងជើងនិងខាងត្បូងនៅថ្ងៃនេះខ្ញុំនឹងលើកយកព្រឹត្តិការណ៍ធំៗចំនួន3ដែលកំពុងអង្រួនសង្គមថៃមកឆ្លុះបញ្ចាំងពីភាពខ្មៅងងឹតដែលលាក់កំបាំងនៅពីក្រោយឯកសណ្ឋាននិងរថយន្តដឹកទំនិញធម្មតាប្រិយមិត្តទស្សនិកជនជាទីមេត្រីនៅឯខេត្តនរាธิវត្តដែលជាខេត្តព្រំដែនភាគខាងត្បូងដ៏ក្តៅគគុករបស់ប្រទេសថៃមានរឿងរ៉ាវគួរឲ្យសង្វេគមួយបានកើតឡើងមន្ត្រីប្រតិបត្តិថ្នាក់ខ្ពស់ម្នាក់នៃកងអនុសេនាធំទាហានព្រានបានបញ្ចប់ជីវិតខ្លួនឯងក្នុងបន្ទប់ស្នាក់នៅរបស់លោកនេះមិនមែនជាការវាយប្រហារពីក្រុមបះបោរនោះទេតែវាគឺជាការចាញ់សង្គ្រាមផ្លូវចិត្តដែលលោកបានតស៊ូមកជាងមួយទសវត្សរ៍លោកវីរៈស្នេហ៍អែតវិទ្យាយាសារិយាមេបញ្ជាការកងកម្លាំងពិសេសទាហានព្រានទី45បានបញ្ជាក់ថាមន្ត្រីវ័យ49ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃសុក្រនៅក្នុងមូលដ្ឋានកងអនុសេនាធំទាហានព្រានលេខ4511នៅក្នុងស្រុករ៉ាង៉ែតនៅនឹងកន្លែងកើតហេតុគេបានរកឃើញស្នាមគ្រាប់កាំភ្លើងព្រមទាំងអាវុធធន់ 5.56 មីលីម៉ែត្រនិងសម្បកគ្រាប់តើមានអ្វីនៅពីក្រោយការសម្រេចចិត្តដ៏សោកសៅមួយនេះមេបញ្ជាការរបស់លោកបានបង្ហាញឲ្យដឹងថាមន្ត្រីរូបនេះបានទទួលយកការព្យាបាលជំងឺបាក់ទឹកចិត្តអស់រយៈពេលជាង10ឆ្នាំមកហើយសូមបងប្អូនស្រមៃមើលបរិះអ្នកនេះហើយដែលបម្រើការក្នុងកងវរសេនាធំទាហានព្រានទី45ជាង20ឆ្នាំចាប់ផ្ដើមពីទាហានស្ម័គ្រចិត្តធម្មតារហូតតស៊ូឡើងសាកជាមន្ត្រីថ្នាក់បញ្ជាការរស់នៅជាង20ឆ្នាំនៅក្នុងតំបន់ដែលពោពេញទៅដោយការគំរាមកំហែងគ្រាប់មីនការលបឆ្មក់និងការបាត់បង់មិត្តរួមអាវុធវាបានបង្កើតទៅជាសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរដែលយើងហៅថា PTSD ឬជំងឺបាក់ស្បាតក្រោយប្រតិបត្តិការប៉ះទង្គិចផ្លូវចិត្តទោះបីជាថ្មីនេះមានការវាយប្រហារពីក្រុមបះបោរលើប៉ុស្តិ៍ត្រួតពិនិត្យប៊ូកេតាសាមីដែលបានបណ្ដាលឲ្យទាហានព្រានចំនួន5នាក់បាត់បង់ជីវិតក៏ដោយតែមន្ត្រីយោធាបានបញ្ជាក់ច្បាស់ថាការធ្វើអតិឃាតនេះគឺមិនមានជាប់ពាក់ព័ន្ធផ្ទាល់ទៅរឿងព្រឹត្តិការណ៍នោះទេវាគឺជាសង្គ្រាមខាងក្នុងដែលលោកបានប្រយុទ្ធតែម្នាក់ឯងជាយូរយារណាស់មកហើយមន្ត្រីយោធារូបនេះមានស្រុកកំណើតនៅក្នុងខេត្តសុរតធានីបានរៀបការជាមួយនឹងស្ត្រីម្នាក់នៅក្នុងខេត្តយ៉ាឡានិងបន្សល់ទុកប្រពន្ធនិងកូន2នាក់ឲ្យនៅកំព្រាសពរបស់លោកត្រូវបានរក្សាទុកនៅមន្ទីរពេទ្យនរាธิវត្តរាជាណាហ្គាវិនត្រាមុននឹងបញ្ជូនទៅធ្វើបុណ្យនៅក្នុងខេត្តយ៉ាឡារឿងនេះបានរំលឹកយើងយ៉ាងច្បាស់ថាទាហានដែលពាក់អាវក្រោះការពារគ្រាប់ក៏នៅតែត្រូវការពារផ្លូវចិត្តដូចមនុស្សទូទៅនោះដែរឥឡូវនេះយើងងាកចេញពីភាគខាងត្បូងធ្វើដំណើររាប់ពាន់គីឡូម៉ែត្រទៅកាន់ភាគខាងជើងប្រទេសថៃគឺនៅឯខេត្តឈៀងម៉ៃដែលជាតំបន់ជាប់បឹងត្រីកោណមាសដ៏ល្បីល្បាញខាងផលិតគ្រឿងញៀននៅទីនេះសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនគឺប្រៀបដូចជាការលេងល្បែងឆ្មាចាប់កណ្ដុរដែលទាមទារភាពឈ្លាសវៃនិងការស៊ើបអង្កេតកម្រិតខ្ពស់កាលពីវេលាម៉ោង 11 យប់ថ្ងៃទី24 ខែកក្កដាឆ្នាំ 2026កម្លាំងប៉ូលីសល្បាតព្រំដែនភាគទី3ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំឧត្តមសេនីយ៍បានបើកប្រតិបត្តិការតាមដានរថយន្តសង្ស័យមួយគ្រឿងយ៉ាងអាថ៌កំបាំងរថយន្តនោះជារថយន្តដឹកទំនិញសណ្ដោងរមាក់ដែលប៉ូលីសបានដាក់នៅក្នុងបញ្ជីខ្មៅរួចទៅហើយតើបណ្ដាញនេះធ្វើការយ៉ាងដូចម្ដេចពួកគេមិនមែនចេះតែបើកបរដោយល្ងីល្ងើនោះទេយុទ្ធសាស្ត្ររបស់ពួកគេគឺធ្វើការបន្លំភ្នែករថយន្តនេះបានបើកចូលទៅក្នុងផ្លូវលេខ4033រួចបត់ចូលផ្លូវលំគ្រោះក្រហមនៅក្នុងតំបន់ស្ងាត់អាថ៌កំបាំងមួយនៅក្នុងស្រុកវៀងឈៀងរុនពួកគេឈប់ត្រឹមតែ5នាទីប៉ុណ្ណោះ5នាទីនេះហើយគឺជាពេលវេលាមាស
នៅក្នុងការលើកគ្រឿងញៀនបង្កប់ចូលទៅក្នុងរថយន្តបន្ទាប់មកដើម្បីបិទបាំងដានពួកគេបានបើកទៅកាន់ទីលានប្រមូលទិញដំឡូងមីនៅក្នុងឃុំប៉ាសាំងដើម្បីផ្ទុកទំនិញដំឡូងមីក្រៀមពីលើធ្វើហាក់ដូចជារថយន្តដឹកកសិផលធម្មតាមុននឹងបន្តដំណើរទៅកាន់ទីរួមខេត្តឈៀងរ៉ៃប៉ុន្តែភ្នែករបស់សមត្ថកិច្ចមិនអាចត្រូវបិទបាំងនោះឡើយនៅពេលរថយន្តនេះមកដល់ប៉ុស្តិ៍ត្រួតពិនិត្យប៉ាតើងនៅក្នុងស្រុកម៉ែលាវសមត្ថកិច្ចបានឃាត់និងឆែកឆេរពួកគេបានឃាត់ខ្លួនមនុស្សចំនួន2នាក់បរិសុទ្ធជាតៃកងឡានឈ្មោះថារ៉ាំសាន់អាយុ42ឆ្នាំនិងស្ត្រីរួមដំណើរមានឈ្មោះថាវិនឡៃផនអាយុ35ឆ្នាំទាំង2នាក់គឺជាអ្នកខេត្តផាយ៉ាវលទ្ធផលនៃការឆែកឆេរគួរឲ្យភ្ញាក់ផ្អើលនៅខាងក្រោមកៅអីអ្នកដំណើរសមត្ថកិច្ចបានរកឃើញបាវសចំនួន2នៅក្នុងនោះមានផ្ទុកទៅដោយថង់តូចៗរហូតទៅដល់58ថង់នៅខាងក្នុងគឺសិតសឹងជាមេតាំហ្វេតាមីនឬយើងស្គាល់ថាគឺជាប្រភេទម៉ាតកកដ៏សក្បុសទម្ងន់សរុបរហូតទៅដល់58គីឡូក្រាមនៅក្នុងទីផ្សារងងឹតម៉ាតកក58គីឡូក្រាមមានតម្លៃមហាសាលនិងអាចបំផ្លាញអនាគតយុវជនបានរាប់ម៉ឺននាក់នេះគឺជាការបញ្ជាក់ច្បាស់ថាឈ្មួញគ្រឿងញៀននៅតែបន្តប្រើប្រាស់គ្រប់មធ្យោបាយទោះជាត្រូវយកដំឡូងមីមកបាំងមុខក៏ដោយឥឡូវនេះយើងត្រឡប់មកចុះភាគខាងត្បូងវិញដែលជាច្រកដ៏សំខាន់នៃការចរាចរណ៍គ្រឿងញៀនអន្តរជាតិគ្រឿងញៀនដែលផលិតនៅតំបន់ត្រីកោណមាសតែងតែមានគោលដៅចុងក្រោយគឺឆ្លងកាត់ភាគខាងត្បូងប្រទេសថៃដើម្បីនាំចេញទៅកាន់ប្រទេសជិតខាងដូចជាប្រទេសម៉ាឡេស៊ីឬបន្តទៅប្រទេសទី3ដែលមានតម្លៃថ្លៃរាប់សិបលានដុល្លារកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2026នៅវេលាម៉ោង3រសៀលនៅឯស្នងការដ្ឋាននគរបាលខេត្តប៉ាតនី មានការធ្វើសន្តិសិទ្ធិកាសែតដ៏ធំមួយដឹកនាំដោយអភិបាលរងខេត្តនិងថ្នាក់ដឹកនាំជាកងកម្លាំងចម្រុះពួកគេបានប្រកាសពីជោគជ័យក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំមួយជាមួយនឹងការរឹបអូសគ្រឿងញៀនប្រភេទយ៉ាបាជាងកន្លះលានគ្រាប់គឺចំនួន 56,000 គ្រាប់តើការរឹបអូសនេះកើតឡើងដោយរបៀបណាវាគឺជារឿងត្រូវស៊ើបអង្កេតជាបន្តបន្ទាប់លោកឧត្តមសេនីយ៍តូសាន់តាត់ឈើផុតតាន់បានពន្យល់ថានេះមិនមែនជារឿងចៃដន្យនោះទេកាលពីខែមិថុនាសមត្ថកិច្ចបានរឹបអូសយ៉ាបាចំនួន 6 សែនគ្រាប់និងម៉ាតកកចំនួន 200 គីឡូក្រាមម្ដងរួចហើយពីចម្លើយសារភាពនិងការតាមដានសមត្ថកិច្ចបានទទួលតម្រុយពីខ្សែរយៈបន្ទាប់នៅថ្ងៃទី22ខែកក្កដាសមត្ថកិច្ចបានទទួលការរាយការណ៍សម្ងាត់មួយថាបរិសុទ្ធម្នាក់មានឈ្មោះថាហាសានយូសូកំពុងធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនពីភាគកណ្ដាលប្រទេសថៃឆ្ពោះទៅកាន់ខេត្តនរាธิវត្តដើម្បីបញ្ជូនបន្តយានជំនិះរបស់ពួកគេគឺប្រភេទរថយន្ត Pick up Toyota ពណ៌សមានពាក់ស្លាកលេខក្រុងទេពមហានគរនៅថ្ងៃទី23ខែកក្កដាអន្ទាក់ត្រូវបានរៀបចំនៅប៉ុស្តិ៍ត្រួតពិនិត្យកកម៉ងកែងនៅក្នុងស្រុកនងជីកខេត្តប៉ាតនីហាសានត្រូវបានឃាត់ខ្លួនពេលឆែកឆេរដំបងគ្មានអ្វីសោះរថយន្តមើលទៅស្អាតស្អំធម្មតានេះហើយគឺជាភាពឆ្លៀសវៃរបស់ក្រុមអ ுக ្រិតជនប៉ុន្តែសមត្ថកិច្ចមិនទាន់ព្រមចុះចាញ់នោះទេពួកគេបានបញ្ជូនរថយន្តនេះទៅកាន់ការិយាល័យស៊ើបអង្កេតខេត្តប៉ាតនីដើម្បីធ្វើការរុះរើនិងត្រួតពិនិត្យយ៉ាងល្អិតល្អន់ទីបំផុតអាចកំបាំងត្រូវបានលាតត្រដាងនៅខាងក្រោយកៅអីខេបរបស់រថយន្ត Pick up ក្រុមអ ுக ្រិតជនបានកែច្នៃធ្វើជាប្រអប់សម្ងាត់យ៉ាងជិតឈឹងនៅក្នុងនោះថ្នាំញៀនយ៉ាបា 56,000 គ្រាប់ត្រូវបានរកឃើញហាសានបានឆ្លើយសារភាពថានេះជាលើកទី3ហើយដែលខ្លួនស៊ីឈ្នួលរថពន្ធបែបនេះដោយទទួលបានប្រាក់ឈ្នួល 20,000 បាតឬប្រហែលជាជិត 6,000 ដុល្លារក្នុងមួយជើងប៉ុន្តែបងប្អូនត្រូវដឹងថាតើគ្រឿងញៀនមានតម្លៃប៉ុណ្ណាប្រសិនបើថ្នាំញៀនរាប់សែនគ្រាប់អាចឆ្លងកាត់ទៅដល់ប្រទេសជិតខាងបានសម្រេចវាត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃរហូតទៅដល់
30 លានបាតឬប្រហែលជាជិត$1 លាននេះសបញ្ជាក់ឲ្យឃើញថាអគតិជនសុកចិត្តប្រើមនុស្សដូចជាហាសាន់ជាកូនអុកដើម្បីបដូរនឹងប្រាក់ចំណេញដ៏ច្រើនមហាសាលប្រិមិត្តទស្សនិកជនជាទីមេត្រីឆ្លងកាត់រឿងរ៉ាវទាំង3នេះពីការបាត់បង់ជីវិតរបស់មន្ត្រីយោធាដោយសារជំងឺបាក់ទឹកចិត្តនៅក្នុងខេត្តនរាธิវត្តបន្ទាប់មកការចាប់បានគ្រឿងញៀនប្រភេទម៉ាតកក58 គីឡូក្រាមនៅក្នុងខេត្តឈៀងរ៉ៃនិងការស្ទាក់ចាប់បានគ្រឿងញៀនប្រភេទយ៉ាបាកន្លះលានគ្រាប់នៅប៉ាតតានីទោះបីមើលទៅហាក់ដូចជាព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នាក៏ពិតមែនប៉ុន្តែវាបានគូវាសជាផ្ទាំងគំនូរដ៏ធំមួយនៃបញ្ហាសន្តិសុខជាតិរបស់ប្រទេសថៃខណៈពេលដែលកងកម្លាំងប្រដាប់អាវុធកំពុងពលិកម្មទាំងកម្លាំងកាយនិងកម្លាំងចិត្តរហូតដល់លះបង់ជីវិតផ្ទាល់ខ្លួនដើម្បីការពារសន្តិសុខតាមព្រំដែនក្រុមអក្រិតជនគ្រឿងញៀនក៏នៅតែមិនបោះបង់ការប្រឹងប្រែងរបស់ខ្លួននៅក្នុងការច្នៃប្រឌិតយុទ្ធសាស្ត្រថ្មីដើម្បីបំផ្លាញសង្គមជាតិដើម្បីតែលុយនេះគឺជាសង្គ្រាមពីរដែលថៃកំពុងតែជួបប្រទះមួយសង្គ្រាមប្រឆាំងនឹងការបោះបោរនិងទី2គឺជាសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនសុទ្ធតែទាមទារនៅការយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែលើការបង្ក្រាបផ្លូវច្បាប់ប៉ុណ្ណោះទេតែថែមទាំងការគ្រប់គ្រងផ្នែកសុខភាពផ្លូវចិត្តដល់កងកម្លាំងសន្តិសុខជួរមុខដែលកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ជារៀងរាល់ថ្ងៃផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនាប្រសិនប្រិមិត្តយល់ឃើញថាព័ត៌មានមួយនេះមានប្រយោជន៍និងចង់ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីរឿងរ៉ាវនៅពីក្រោយព័ត៌មានអន្តរជាតិធំសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងវីដេអូថ្មីៗរបស់យើង។